ដំណើរជីវិតរបស់យើងគឺចាប់តាំងពីមានជីវិតមករហូតដល់ភាពចាស់ជរាគឺតែងជួបប្រទះហានិភ័យផ្សេងៗគ្នានៅក្នុងជីវិតឧទាហរណ៍ថានៅពេលដែលយើងអង្គុយធ្វើការសុកស្រាប់តែធ្លាក់ខ្លួនឈឺឬក៏ជួបគ្រោះថ្នាក់នៅពេលបំពេញការងារគ្មានកន្លែងស្នាក់នៅឬក៏ពេលចាស់ទៅមិនអាចធ្វើការបាននិងមិនមានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃដូចនេះបានជារាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធគាំពារសង្គមដើម្បីដោះស្រាយបញ្ហាទាំងអស់នេះជូនប្រជាពលរដ្ឋគ្រប់គ្នានេះគឺជាវីដេអូដែលខ្ញុំនឹងរៀបរាប់អំពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យនៅក្នុងកម្មវិធីគាំពារសង្គមទៅលើប្រជាជនកម្ពុជាដែលអ្នកទាំងអស់គ្នាគួរយល់ដឹងក្នុងការទទួលបានផលប្រយោជន៍នៅពេលដែលជីវិតរបស់យើងជួបហានិភ័យដើម្បីយល់ថាអ្នកទាំងអស់គ្នាទទួលបានផលប្រយោជន៍អ្វីខ្លះយើងគួរតែយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមជាមុនសិនប្រព័ន្ធគាំពារសង្គមមានកម្មវិធីពីរសំខាន់គឺមូលនិធិជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមមូលនិធិជាតិជំនួយសង្គមប្រើប្រាស់ថវិការដ្ឋសម្រាប់ឧបត្ថម្ភនៅក្នុងតម្រូវការជាក់ស្ដែងជាពិសេសសម្រាប់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគ្រួសារដែលងាយរងហានិភ័យគឺសំដៅទៅលើគ្រួសារដែលងាយធ្លាក់ខ្លួនចូលទៅក្នុងភាពក្រីក្រចំណែករបបសន្តិសុខសង្គមប្រើប្រាស់ថវិកាដែលជាសមាជិករបស់របបសន្តិសុខសង្គមឬក៏សមាជិកបសសដែលកម្មករនយោជិកឬក៏បុគ្គលិកក្រុមហ៊ុននិងនយោជកដែលជាក្រុមហ៊ុនដាក់លុយចូលគ្នាហើយប្រសិនបើសមាជិកណាមួយជួបហានិភ័យក្នុងជីវិតថវិកាដែលដាក់ចូលគ្នានេះនឹងយកមកជួយសមាជិកបសសដែលត្រូវការរាជរដ្ឋាភិបាលបានដាក់កម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមដើម្បីជួយដល់ប្រជាជនគ្រប់រូបនិងបញ្ជាហានិភ័យទាំង7នៅក្នុងជីវិតរបស់យើងទី1មាតុភាពនិងហានិភ័យកុមារភាពដំណាក់កាលដំបូងជីវិតមានហានិភ័យតាំងពីទារកនៅក្នុងពោះម្ដាយមកម្លេះហើយការមានផ្ទៃពោះនិងការសម្រាលកូនបង្កហានិភ័យដល់ម្ដាយគ្រប់រូបរួមទាំងការផ្ដល់សម្ពាធយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុរបស់គ្រួសារក្នុងពេលដែលម្ដាយកំពុងមានផ្ទៃពោះនិងសម្រាលកូននិងលទ្ធភាពរបស់ឪពុកម្ដាយក្នុងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់គ្រួសារការលើកកម្ពស់សុខភាពរបស់ម្ដាយនិងទារកគឺមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាខ្វះអាហារូបត្ថម្ភឬក៏ខ្វះជីវជាតិដើម្បីជំរុញការលូតលាស់សារពាង្គកាយនិងបញ្ញាស្មារតីដើម្បីបញ្ជៀសហានិភ័យដំបូងនៅក្នុងជីវិតរាជរដ្ឋាភិបាលបានដាក់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយគាំពារស្ត្រីដែលមានផ្ទៃពោះស្ថិតនៅក្នុងគ្រួសារក្រីក្រដែលមានបានសម្បត្តិក្នុងកម្មវិធីមូលនិធិជាតិជំនួយសង្គមសម្រាប់ស្ត្រីដែលមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំកម្មវិធីនេះបានចាប់ផ្ដើមនៅឆ្នាំ2019ក្នុងគោលដៅផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះដែលកំពុងកាន់បានសម្បត្តិសម្រាប់ការពិនិត្យផ្ទៃពោះការសម្រាលកូនការពិនិត្យសុខភាពក្រោយពេលសម្រាលកូននិងការយកកូនទៅចាក់ថ្នាំបង្ការរហូតដល់អាយុ2ឆ្នាំមកដល់ពេលនេះមានអ្នកទទួលផលរហូតដល់44,000 នាក់ការផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យដើម្បីលើកទឹកចិត្តឲ្យកុមារដែលចូលរៀនដែលមានសិស្សក្រីក្រទទួលផល43,000 នាក់ការផ្ដល់អាហារនៅតាមសាលារៀនដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ដោយផ្ដល់អាហារក្តៅដែលមានជីជាតិដល់កុមារនៅតាមសាលាបឋមសិក្សាសាធារណៈនៅក្នុងតំបន់មួយចំនួនដែលខ្វះអាហារូបត្ថម្ភដែលសាលារៀន1114បានអនុវត្តនិងសិស្សចំនួន30,000 នាក់បានទទួលផលសម្រាប់ស្ត្រីដែលមានផ្ទៃពោះដែលបម្រើការនៅក្នុងក្រុមហ៊ុនឯកជនឬក៏ស្ថាប័នរដ្ឋដែលជាសមាជិករបស់របបសន្តិសុខសង្គមឬក៏បសសរាជរដ្ឋាភិបាលនឹងផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ទៅលើស្ត្រីដែលមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម2ឆ្នាំដោយផ្ដល់ប្រាក់ឧបត្ថម្ភនៅពេលពិនិត្យផ្ទៃពោះមុនពេលសម្រាលកូននៅមន្ទីរពេទ្យសុខាភិបាលសាធារណៈនិងពេលយកទៅពិនិត្យសុខភាពក្រោយពេលសម្រាលនិងការយកកូនទៅចាក់ថ្នាំបង្ការរហូតដល់អាយុ2ឆ្នាំមន្ត្រីរាជការសាធារណៈមន្ត្រីកម្មសិក្សាមន្ត្រីកិច្ចសន្យាក៏ទទួលបានផលប្រយោជន៍នេះដូចគ្នាស្ត្រីដែលជាសមាជិកបសសមានសិទ្ធិទទួលប្រាក់បំណាច់ប្រចាំថ្ងៃ 70% នៃប្រាក់ឈ្នួលប្រចាំខែដែលផ្ដល់ដោយបសសរយៈពេល3ខែលើសពីនេះយោងទៅតាមច្បាប់ការងារកម្ពុជាក្រុមហ៊ុនដែលជានយោជកត្រូវបង់ប្រាក់ខែពាក់កណ្ដាលទៅលើស្ត្រីដែលមានផ្ទៃពោះដែលជាសមាជិកបសសរយៈពេល3ខែគិតត្រឹមខែមេសាឆ្នាំ2025នេះកុមារនិងស្ត្រី97,000 នាក់បានទទួលផលប្រយោជន៍នេះរាជរដ្ឋាភិបាលនឹងសិក្សាបន្តអំពីការផ្តល់ប្រាក់ឧបត្ថម្ភចំពោះស្ត្រីដែលមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំដើម្បីគ្របដណ្ដប់ឧបត្ថម្ភសាច់ប្រាក់ទៅលើស្ត្រីដែលមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម5ឆ្នាំរាជរដ្ឋាភិបាលនឹងកិត្តគូការកែសម្រួលឧបត្ថម្ភសាច់ប្រាក់និងពង្រីកការទទួលបានអាហារូបករណ៍សម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រទី2គឺហានិភ័យសុខភាពហានិភ័យបន្ទាប់នៅក្នុងជីវិតរបស់យើងគឺការធ្លាក់ខ្លួនមានជំងឺប្រចាំកាយដោយពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលបានបង្កើតមូលនិធិសមត្ថសុខាភិបាលដែលមាននៅក្នុងកម្មវិធីមូលនិធិជាតិជំនួយសង្គមដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃបានដាក់សាកល្បងនៅឆ្នាំ2000និងត្រូវបានពង្រីកនៅទូទាំងប្រទេសនៅឆ្នាំ2015មូលនិធិសមត្ថសុខាភិបាលនេះបានគ្របដណ្ដប់ទៅលើគ្រួសារដែលមានបានសមត្ថនិងគ្រួសារដែលងាយរងគ្រោះនិងបានបន្ថែមទៅលើកម្មករដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកធាក់ស៊ីក្លូកីឡាករកីឡាការិនីមេភូមិអនុភូមិសមាជិកភូមិក្រុមប្រឹក្សាឃុំសង្កាត់អ្នកជំនាញដោះមីននិងអ្នកផ្ទុកមេរោគអេដមកដល់ពេលនេះពលរដ្ឋ 4.84 លាននាក់បានទទួលការព្យាបាលនៅក្នុងមូលនិធិសមត្ថសុខាភិបាលរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់បេឡាសន្តិសុខសង្គមត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់បុគ្គលិកក្នុងវិស័យឯកជននៅក្នុងឆ្នាំ2016និងបុគ្គលិកនៅស្ថាប័នរដ្ឋនៅឆ្នាំ2018ផ្នែកថែទាំសុខភាពបានដាក់ឲ្យប្រើប្រាស់សម្រាប់បុគ្គលស្វែងរក
តែពាក្យនេះសំដៅទៅលើបុគ្គលដែលប្រកបមុខរបរដោយពុំមានថៅកែឬក៏បុគ្គលិកដែលគេរកចំណូលដោយខ្លួនឯងនិងអ្នកក្នុងបន្ទុករបស់សមាជិកបសសកាលពីចុងឆ្នាំ2023ក្នុងពេលបច្ចុប្បន្នរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគ្របដណ្ដប់ប្រជាជនចំនួន 3.1 លាននាក់ដែលក្នុងនោះ 1.9 លាននាក់ជាកម្មករនិយោជិតនិង 51,000 នាក់ជាបុគ្គលវិស័យសាធារណៈឬក៏បុគ្គលនៅក្នុងស្ថាប័នរដ្ឋនិង 66,000 នាក់ជាបុគ្គលស្វ័យនិយោជនៅពេលអនាគតរាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញល្បឿននៃដំណើរឆ្ពោះទៅកាន់ការគ្របដណ្ដប់ការថែទាំសុខភាពជាសកលនៅកម្ពុជាដោយពឹងផ្អែកទៅលើផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ2024-2035ដែលធ្វើយ៉ាងណា 80% នៃប្រជាជនកម្ពុជាអាចមានលទ្ធភាពប្រើប្រាស់សេវាសុខាភិបាលដែលអ្នកទទួលសេវាសុខាភិបាលចេញត្រឹម 35% ពីហោប៉ៅខ្លួនឯងនៃការចំណាយទាំងអស់តែប៉ុណ្ណោះទី3គឺហានិភ័យការងារបន្តដំណើរបន្ទាប់នៅក្នុងជីវិតគឺជាពេលដែលយើងត្រូវបំពេញការងារវិជ្ជាជីវៈដើម្បីទ្រទ្រង់ខ្លួនឯងនិងគ្រួសារហើយនៅពេលដែលយើងចេញពីផ្ទះទៅធ្វើការយើងមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះយើងនោះទេឧទាហរណ៍ថានៅពេលដែលយើងធ្វើដំណើរទៅធ្វើការឬក៏ត្រឡប់មកវិញបានជួបគ្រោះថ្នាក់ចរាចរណ៍ឬក៏មានឧបទ្ទវហេតុណាមួយក្នុងការបំពេញការងារពេលនោះយើងនឹងក្លាយជាបន្ទុករបស់ក្រុមគ្រួសារអស់មួយជីវិតប្រសិនបើយើងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដើម្បីសម្រួលជីវភាពរបស់ប្រជាជនដែលទៅនឹងមានគ្រោះថ្នាក់ដោយសារការងារទៅរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារបានដាក់ដំណើរការយ៉ាងពេញលេញសម្រាប់គាំពារហិរញ្ញវត្ថុសម្រាប់បុគ្គលិកវិស័យឯកជននិងបុគ្គលិកក្នុងស្ថាប័នរដ្ឋនៅពេលដែលធ្វើដំណើរទៅធ្វើការគ្រោះថ្នាក់ក្នុងពេលបំពេញការងារចាក់ចេញពីកន្លែងធ្វើការដោយធ្វើដំណើរមកផ្ទះវិញនិងមានជំងឺដោយសារតែការបំពេញការងារវិជ្ជាជីវៈរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះផ្ដល់ជូន 1. ការព្យាបាលនិងការថែទាំបែបវេជ្ជសាស្ត្រ 2. ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារមួយរយៈ 3. ប្រាក់ចូលនិវត្តន៍សម្រាប់ការបាត់បង់សមត្ថភាពការងារជារៀងរហូត 4. ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពការងារជារៀងរហូត 5. ប្រាក់ចូលនិវត្តន៍សម្រាប់អ្នកដែលរស់រានមានជីវិត 6. ប្រាក់ឧបត្ថម្ភបូជាសព 7. សេវាស្ដារនីតិសម្បទាឬក៏ការធ្វើឲ្យរូបរាងរបស់អ្នកទទួលផលដំណើរការប្រកបដោយឡើងវិញគិតត្រឹមឆ្នាំ2024 1.9 លាននាក់ជាកម្មករនិយោជិតនិង 34,000 នាក់ជាមន្ត្រីសាធារណៈស្ថិតនៅក្នុងការគាំពារនេះសម្រាប់ការដាក់កម្មវិធីជំនួយបន្ថែមនាពេលអនាគតរាជរដ្ឋាភិបាលនឹងពិនិត្យលើលទ្ធភាពការដាក់បញ្ចូលរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលការពារហិរញ្ញវត្ថុបន្ទាប់ពីរងគ្រោះដោយសារការងារសម្រាប់បុគ្គលស្វ័យនិយោជឧទាហរណ៍ដូចជាអ្នករត់ម៉ូតូឬក៏អ្នកបើករ៉ឺម៉កជាដើមទី4គឺហានិភ័យពិការភាពអ្នកដែលធ្លាក់ខ្លួនពិការមានការលំបាកសម្រាប់ខ្លួនឯងលំបាកទាំងក្រុមគ្រួសារហើយប្រជាជនកម្ពុជាអាយុ5ឆ្នាំឡើងប្រមាណជា 4.2% គឺកំពុងស្ថិតនៅក្នុងពិការភាពយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យគ្រួសារដែលមានជនពិការមានសម្ពាធយ៉ាងខ្លាំងជាពិសេសស្ថានភាពហិរញ្ញវត្ថុនៅក្នុងគ្រួសារហើយដូចនេះនៅក្នុងកម្មវិធីមូលនិធិជាតិជំនួយសង្គមរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភទៅលើជនពិការប្រមាណជា 53,597 នាក់ទៅលើគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះនៅក្នុងកម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារនៅក្នុងឆ្នាំ2024រាជរដ្ឋាភិបាលបានដាក់កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជនពិការចូលទៅក្នុងកញ្ចប់គ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះដែលមានជនពិការជាសមាជិកសម្រាប់របបសន្តិសុខសង្គមកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការនិងបុគ្គលិកក្រុមហ៊ុនដែលមានពិការភាពក៏ទទួលបានផលប្រយោជន៍ផងដែរតាមរយៈរបបសន្តិសុខសង្គមដូចជារបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងពេលចូលនិវត្តន៍នៅជំហានបន្ទាប់រាជរដ្ឋាភិបាលនឹងសិក្សាការផ្តល់ប្រាក់ឧបត្ថម្ភចំពោះជនពិការភាពដែលស្ថិតនៅក្នុងគ្រួសារដែលងាយរងហានិភ័យទៅតាមលទ្ធភាពដែលថវិកាជាតិអាចទ្រទ្រង់បានទី5គឺនិកម្មភាពឬភាពអត់មានការងារធ្វើហានិភ័យនៅក្នុងជីវិតគឺការមិនមានការងារជាប្រភពចំណូលសម្រាប់ការទ្រទ្រង់ជីវិតនិងគ្រួសាររបបសន្តិសុខសង្គមផ្នែកនិកម្មភាពឬភាពអត់មានការងារធ្វើបានចែងក្នុងច្បាប់ហើយនៅក្នុងឆ្នាំ2019ប៉ុន្តែច្បាប់នេះនៅមិនទាន់អនុវត្តនៅឡើយដោយសារអត្រាភាពអត់មានការងារធ្វើនៅមានកម្រិតទាបប្រហែលជា 1% តែប៉ុណ្ណោះទោះជាយ៉ាងណារាជរដ្ឋាភិបាលមើលឃើញចំណុចខ្វះខាតរបស់ប្រជាជនដោយខ្វះបច្ចេកទេសជំនាញជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រឬគ្រួសារដែលងាយរងហានិភ័យដែលធ្វើឲ្យពួកគេមិនបានទទួលការងារនិងប្រាក់ចំណូលសមរម្យដោយនេះនៅក្នុងកម្មវិធីមូលនិធិជាតិជំនួយសង្គមរាជរដ្ឋាភិបាលបានដាក់យកកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដោយផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈឥតគិតថ្លៃនិងផ្ដល់ប្រាក់ឧបត្ថម្ភ 28,000 រៀលក្នុងមួយខែដោយគិតមកដល់ពេលនេះមានអ្នកទទួលផលលើសពី 50,000 នាក់ក្នុងអំឡុងពេល COVID-19 រាជរដ្ឋាភិបាលបានផ្ដល់សាច់ប្រាក់ពលកម្មទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅជនបទទៅលើគ្រួសារក្រីក្រដែលបានបាត់បង់ការងារភ្លាមៗដោយសារជំងឺ COVID-19 ការសិក្សាសម្រាប់ការដាក់កម្មវិធីជំនួយបន្ថែមរបស់រាជរដ្ឋាភិបាលនៅពេលអនាគតរាជរដ្ឋាភិបាលនឹងសិក្សាទៅលើការបង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចីសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យសម្រាប់សិស្សក្រីក្រដែលមានបំណងបន្តការសិក្សារាជរដ្ឋាភិបាលនឹងបន្តការកសាងធនធានមនុស្សនិងស្ថាប័នដើម្បីត្រៀមខ្លួនដាក់ដំណើរការរបបសន្តិសុខសង្គ
ង្គមផ្នែកនៃកម្មភាពឬក៏ភាពអត់មានការងារធ្វើនៅក្នុងពេលអនាគតទី6គឺភាពគ្មានចម្រោកភាពគ្មានចម្រោកឬក៏ផ្ទះសម្បែងក៏ត្រូវបានចាត់ទុកជាហានិភ័យមួយនៅក្នុងជីវិតផងដែរពីព្រោះវាជាដំបូលមួយដែលធ្វើឲ្យយើងមានភាពកក់ក្ដៅដោយសារតែសេដ្ឋកិច្ចរីកចម្រើនគម្លាតនៃការអភិវឌ្ឍទៅតាមទីក្រុងនិងជនបទមានភាពខុសគ្នាយ៉ាងខ្លាំងដែលធ្វើឲ្យប្រជាជនផ្លាស់ប្ដូរទីលំនៅពីជនបទទៅរស់នៅតាមទីក្រុងដើម្បីស្វែងរកឱកាសការងារនិងការសិក្សា10ឆ្នាំមកនេះតម្លៃផ្ទះបានកើនឡើងយ៉ាងខ្លាំងដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូលទាបមានការលំបាកក្នុងការទទួលបានលំនៅឋានសមរម្យមួយដើម្បីបញ្ជៀសហានិភ័យនៃជីវិតពីការគ្មានចម្រោករាជរដ្ឋាភិបាលនឹងសិក្សាទៅលើកម្មវិធីមួយចំនួនដូចជាការរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះបន្ទប់ស្នាក់នៅជូនសិស្សនិស្សិតដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យការសិក្សាទៅលើកម្មវិធីលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាបនិងគ្រួសារដែលងាយរងគ្រោះការសិក្សាទៅលើកម្មវិធីផ្ដល់ប្រាក់កម្ចីជូនទៅដល់សិស្សនិស្សិតដែលមានបំណងចូលរៀនថ្នាក់ឧត្តមសិក្សាដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀនឲ្យចាប់ចុងចាប់ដើមការសិក្សាក្នុងការជួយសម្រួលដល់ក្រុមជនងាយរងគ្រោះដែលស្នាក់នៅតាមទីវត្តអារាមនិងទីកន្លែងសាសនាដទៃទៀតទី7ជរាភាពនិងឧត្តរជីវីមកដល់ជរាភាពជាហានិភ័យចុងក្រោយនៃជីវិតរបស់យើងនឹងមិនមានកម្លាំងដូចដែលយើងអាយុ20ទៅ30ឆ្នាំនោះទេដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតឬក៏ទ្រទ្រង់គ្រួសារដើម្បីកាត់បន្ថយហានិភ័យចុងក្រោយនៃជីវិតមូលនិធិជាតិជំនួយសង្គមត្រូវបានបង្កើតឡើងនិងបានឧបត្ថម្ភសាច់ប្រាក់សម្រាប់មនុស្សចាស់ជរាដែលមានអាយុចាប់ពី60ឆ្នាំឡើងដែលស្ថិតនៅក្នុងកញ្ចប់គ្រួសាររបស់មូលនិធិជាតិជំនួយសង្គមសម្រាប់ផ្ដល់ប្រាក់ឧបត្ថម្ភទៅលើគ្រួសារណាដែលមានបានសមត្ថភាពសម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនឬក៏ប្រាក់ចូលនិវត្តន៍ដែលបានដាក់ដំណើរការនៅខែកក្កដាឆ្នាំ2022ដែលបច្ចុប្បន្នគ្របដណ្ដប់និយោជិតប្រមាណជា 2.3 លាននាក់បន្ថែមលើរបបសោធនលើអតីតមន្ត្រីរាជការនិងអតីតយុទ្ធជនចំនួន 129,000 នាក់និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាសោធនជរាភាពគឺជាប្រាក់ដែលទទួលបាននៅពេលដែលសមាជិកបសសចូលនិវត្តន៍នៅអាយុយ៉ាងតិច60ឆ្នាំដែលសមាជិកបសសបានចូលវិភាគទានយ៉ាងតិចអស់រយៈពេល12ខែនឹងត្រូវបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធនតុល្យភាពគឺជាប្រាក់ដែលទទួលបាននៅពេលដែលសមាជិកបសសបានបាត់បង់សមត្ថភាពការងារដែលមិនបណ្ដាលមកពីហានិភ័យការងារហើយមិនអាចរកប្រាក់ចំណូលបានឬក៏អាចរកប្រាក់ចំណូលបានទៀតនៅក្នុងខ្សែបន្ទាត់ក្រីក្ររបស់កម្ពុជាហើយសម្រាប់លក្ខខណ្ឌដែលទទួលបានសមាជិកត្រូវបង់វិភាគទានយ៉ាងតិច60ខែនឹងត្រូវបានចុះបញ្ជីផ្នែកប្រាក់សោធននៅដល់ជីវីគឺជាប្រាក់ដែលទទួលបានទៅលើបន្ទុករបស់សមាជិកបសសជាធម្មតាប្រពន្ធឬក៏កូននៅពេលដែលសមាជិកបសសម្នាក់នោះបានទទួលមរណភាពហើយលក្ខខណ្ឌដែលទទួលបានសមាជិកបសសម្នាក់នោះត្រូវទទួលមរណភាពនិងបានបង់វិភាគទានយ៉ាងតិច60ខែវិភាគបូជាសពឬក៏ប្រាក់ឧបត្ថម្ភបូជាសពគឺជាប្រាក់ផ្ដល់តែម្ដងគត់ទៅឲ្យក្រុមគ្រួសារឬអ្នកចាត់ចែងបុណ្យសពក្នុងការធ្វើបុណ្យសពជូនដល់សមាជិកបសសដែលបានទទួលមរណភាពសោធនជរាភាពអាយកាបញ្ញត្តិគឺបង្កើតឡើងសម្រាប់សមាជិកបសសដែលនឹងចូលនិវត្តន៍នាពេលប្រមាណឆ្នាំខាងមុខហើយមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការបង់វិភាគទានប្រាក់សោធនឬក៏ប្រាក់ចូលនិវត្តន៍ជារឿងដែលថ្មីសម្រាប់កម្ពុជាហើយវាត្រូវបានដាក់ប្រើប្រាស់នៅខែតុលាឆ្នាំ2022កម្មវិធីនេះគឺនឹងផ្ដល់ប្រយោជន៍ដល់សមាជិកបសសដែលមានអាយុច្រើនឲ្យទទួលបានផលប្រយោជន៍ដូចទៅនឹងសមាជិកដែលបានបង់វិភាគទានជាយូរណាស់មកហើយដើម្បីទទួលបានផលប្រយោជន៍នេះលុះត្រាតែសមាជិកបសសបានបង់វិភាគទានមុនខែតុលាឆ្នាំ2022សម្រាប់កម្មវិធីជំនួយនៅពេលអនាគតសម្រាប់ហានិភ័យជរាភាពនិងឧត្តរជីវីរាជរដ្ឋាភិបាលនឹងសិក្សាទៅលើកម្មវិធីផ្ដល់ប្រាក់សោធនឬក៏ប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលស្វ័យនិយោជរាជរដ្ឋាភិបាលនឹងសិក្សាបន្ថែមទៅលើកម្មវិធីប្រាក់ចូលនិវត្តន៍ប្រព័ន្ធសោធនពហុកម្រិតក្នុងគោលបំណងសម្រាប់ប្រជាជនណាដែលមិនទទួលបានប្រាក់ចូលនិវត្តន៍នៅក្នុងកម្មវិធីផ្សេងៗទៀតសម្រាប់គ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះនឹងទទួលបានការគាំពារសង្គមដោយកម្មវិធីជាតិជំនួយសង្គមគិតត្រឹមខែមេសាឆ្នាំ2025កម្មវិធីជាតិជំនួយសង្គមគ្របដណ្ដប់ទៅលើពលរដ្ឋ 1.2 លានគ្រួសារស្មើនឹងពលរដ្ឋ 4.84 លាននាក់ហើយសម្រាប់បុគ្គលជាកម្មករនិយោជិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនបុគ្គលក្នុងវិស័យសាធារណៈនិងបុគ្គលស្វ័យនិយោជទទួលបានការគាំពារសង្គមដោយរបបសន្តិសុខសង្គមគិតត្រឹមខែមេសាឆ្នាំ2025របបសន្តិសុខសង្គមគ្របដណ្ដប់ទាំងវិស័យសាធារណៈនិងវិស័យឯកជនហើយគ្របដណ្ដប់លើពលរដ្ឋចំនួន 3.1 លាននាក់ស្មើទៅនឹង$425 លានអាមេរិកដើម្បីទទួលបានផលប្រយោជន៍នៅក្នុងមូលនិធិជាតិជំនួយសង្គមប្រជាពលរដ្ឋត្រូវមានប័ណ្ណក្រីក្រឬក៏ប័ណ្ណសមត្ថភាពហើយដើម្បីទទួលបានប័ណ្ណនេះយើងត្រូវប្រកាសថាយើងក្រពិតប្រាកដហើយយើងត្រូវស្នើសុំទៅអាជ្ញាធរមូលដ្ឋានឃុំសង្កាត់សម្រាប់ការចុះវាយតម្លៃក្នុងការទទួលបានប័ណ្ណសមត្ថភាពដែលមានសុពលភាពរយៈពេល3ឆ្នាំចំណែកឯពលរដ្ឋដែលងាយរងហានិភ័យត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការសម្រាប់អ្នកដែលជាបុគ្គលស្វ័យនិយោជឬក៏អ្នកដែលរកប្រាក់ចំណូលដោយខ្លួនឯងដោយមិនមានបុគ្គលិកឬក៏ថ្នាក់លើយើងអាចទំនាក់ទំនងទៅកាន់បេឡាជាតិសន្តិសុខសង្គមសម្រាប់ព័ត៌មានបន្ថែមនិងដើម្បីទទួលបានផលប្រយោជន៍នៃរបបសន្តិសុខសង្គមដើម្បីស្ថិរភាពនៅថ្ងៃអនាគត